ពីមុនណាពេលដែលមានប្របាក់ចិត្តអីមួយចឹងខ្ញុំចូលចិត្តដេកចូលចិត្តរបៀបថាឲ្យអារម្មណ៍ទឹកមុខគឺអារម្មណ៍របស់យើងហ្នឹងគឺត្រូវដេកគឺដេកមួយថ្ងៃវងងាយ2ថ្ងៃ3ថ្ងៃក៏មានដែរគឺដេកអត់ធ្វើអីតែម្ដងគឺប្រើអារម្មណ៍ដើម្បីឲ្យខ្លួនឯងសម្រាកអីចឹងទៅប៉ុន្តែឥឡូវហ្នឹងគឺអត់ទេពេលដែលអារម្មណ៍អត់ល្អគឺខ្ញុំចាប់ផ្ដើមធ្វើរឿងមានប្រយោជន៍សម្រាប់ខ្លួនឯងទីមួយគឺញ៉ាំចំណីអាហារមានសុខភាពប្រយោជន៍សម្រាប់សុខភាពខ្ញុំញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ញ៉ាំចំណីអាហារល្អៗចាប់ផ្ដើមទៅកន្លែងថែសម្រស់ទៅសាឡនទៅអីចឹងទៅគឺយើងចាប់ផ្ដើមមើលថែខ្លួនឯងគឺខ្ញុំអត់ដូចមុនទេការផ្លាស់ប្ដូរគឺសឹងតែ 100% ហើយចំណែកការដូចថាការសេពគប់វិញក៏ដូចគ្នាដែរខ្ញុំចំណាយពេលវេលាសម្រាប់ខ្លួនឯងក្នុងការអានសភៅការមើលសភៅមើលអីពង្រឹងផ្លូវចិត្តរបស់យើងឲ្យរឹងមាំហើយចាប់ផ្ដើមស្រឡាញ់ខ្លួនឯងជាងមុនពេលដែលយើងងាកមកស្រឡាញ់ខ្លួនឯងអត់ចាំបាច់ឲ្យអ្នកណាមកស្រឡាញ់យើងគឺយើងដឹងតែខ្លួនឯងគឺល្អតែម្ដង